សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាទៀតហើយជាមួយនឹងការរៀនអាននៅអំណានបាទសម្រាប់កូនៗដែលពុំទាន់ចេះអានស្ទាត់កូនៗអាចរៀនជាមួយនឹងវីដេអូរបស់លោកគ្រូបានណាថ្ងៃនេះលោកគ្រូនឹងនាំកូនៗទាំងអស់គ្នាមករៀនអាននៅអំណានថ្នាក់ទី5ដែលមាននៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី5ហើយមានចំណងជើងថាបាទបទបង្ហាញអំពីផលិតផលត្បូងខ្មែរបាទ តោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរអញ្ចឹងកូនៗទាំងអស់គ្នាមករៀនអានទាំងអស់គ្នាបាទតោះអញ្ចឹងយើងចាប់ផ្ដើមតែមុនយើងចាប់ផ្ដើមយើងក៏លេចមើលរូបភាពតិចសិនណាបាទតើអញ្ចឹងកូនឃើញរូបភាពទេបាទអញ្ចឹងរូបភាពនេះយើងឃើញមានអ្នកកំពុងតែជីកបាទជីករកត្បូងបាទហើយមានអ្នកលក់យើងមានកញ្ចុះគេមានថាមានតូបរបស់គេណាហើយយើងមើលទៅដូចជាមានភ្ញៀវទេសចរហើយនេះអ្នកលក់បាទប្រហែលជាគេលក់ត្បូងពីព្រោះយើងមើលនៅកន្លែងគឺមានដូចជាដុំថ្មឬក៏ដុំត្បូងណាបាទអញ្ចឹងរូបភាពនេះគឺបង្ហាញអំពីការជីករកត្បូងហើយនិងការលក់ផលិតផលត្បូងតោះឥឡូវអញ្ចឹងកូនរៀនអានជាមួយនឹងលោកគ្រូទាំងអស់គ្នាហើយលោកគ្រូនឹងអានយឺតដើម្បីឲ្យកូនទាំងអស់គ្នាបាទអានទាន់ជាមួយនឹងលោកគ្រូណាអំណានបទបង្ហាញអំពីផលិតផលត្បូងខ្មែរចូលមើលរូបភាពរួចអានបទបង្ហាញខាងក្រោមនេះបាទមិញយើងមើលរូបភាពរួចហើយតោះអញ្ចឹងយើងចាប់ផ្ដើមអានមករមណីយដ្ឋានផ្អោកស្ថិតនៅក្នុងស្រុកគិរីវង្សខេត្តតាកែវជាតំបន់ទេសចរណ៍ដែលគួរឲ្យចាប់អារម្មណ៍ដោយសារនៅទីនោះមានទឹកជ្រោះនិងជាពិសេសមានលក់សុទ្ធតែត្បូងរបស់ខ្មែរក្រៅពីរបរធ្វើស្រែចម្ការប្រជាជនខ្មែរបានជីករុករកត្បូងនៅតំបន់នេះអស់រយៈពេល5ទៅ6ឆ្នាំហើយឯការច្នៃត្បូងឲ្យចេញពន្លឺចិញ្ចាចចិញ្ចែងនោះក៏ជាស្នាដៃដ៏ប៉ិនប្រសប់របស់ខ្មែរយើងដែរនៅតាមតូបតូចដំបូលប្រក់ស្លឹកមានទូកញ្ចក់យ៉ាងស្អាតដាក់តាំងលក់ត្បូងខ្មែរប្រងព្រាតគ្រប់ម៉ូដចម្រុះពណ៌ជះពន្លឺផ្លេកមិនចាញ់ត្បូងនាំចូលពីប្រទេសក្រៅឡើយឯតម្លៃទៀតសោតក៏ថោកសមរម្យភ្ញៀវដែលបានមកកម្សាន្តទីនេះតែងនិយមគាំទ្រនិងកោតសរសើរពីគុណភាពនៃត្បូងនិងស្នាដៃច្នៃត្បូងរបស់ប្រជាជនខ្មែរយើងថាពិតជាល្អមែនបើលោកស្រីជួយទិញត្បូងខ្មែរនៅទីនេះមានន័យថាលោកស្រីជួយលើកតម្កើងផលិតផលខ្មែរនិងជួយកាត់បន្ថយភាពក្រីក្ររបស់ខ្មែរយើងទៀតផងបាទឥឡូវមិញកូនៗបានអានជាប់ហើយជាមួយនឹងលោកគ្រូបាទបើសិនជាកូនអានអត់ទាន់ទេកូនអាចសារវីដេអូរបស់លោកគ្រូបានបាទសារមកក្រោយមកឬឲ្យកូនអានម្ដងហើយម្ដងទៀតណាហើយពីព្រោះនៅក្នុងហ្នឹងទាំងពាក្យពិបាកទាំងពាក្យងាយស្រួលអីគឺបាទលោកគ្រូបានអានរួចហើយអញ្ចឹងកូនអាចរៀនហើយនឹងចងចាំបានជាមួយពាក្យទាំងអស់ហ្នឹងណាតោះឥឡូវកូនកលេចមកមើលសំណួរខាងក្រោមយើងរៀនអានសំណួរវិញម្ដងបន្ទាប់ពីយើងបានអានអំណានរួចហើយបាទយើងអាននៅត្រៀមឆ្លើយណា
បាទសំណួររបស់យើងមាន5សំណួរបាទតោះអញ្ចឹងយើងចាប់ផ្ដើមអានសំណួរ1តើនៅរមណីយដ្ឋានផ្អោកមានលក់អ្វីខ្លះ2តើត្បូងទាំងនោះមានគុណភាពដូចម្តេច3ហេតុអ្វីបានជាត្បូងនៅរមណីយដ្ឋានផ្អោកមានគុណភាពល្អ4ហេតុអ្វីបានជាត្បូងនៅទីនោះលក់ក្នុងតម្លៃថោកសមរម្យ5តើអ្នកគូសម្រេចចិត្តដូចម្តេចបើត្បូងខ្មែរនិងត្បូងនាំចូលពីបរទេសមានគុណភាពប្រហាក់ប្រហែលគ្នាបាទអញ្ចឹងកូនៗមិញបានអានសំណួរទាំង5ជាមួយនឹងលោកគ្រូហើយកូនរៀនឆ្លើយណារៀនឆ្លើយសិនបាទតោះអញ្ចឹងបន្តទៀតយើងមានលំហាត់បាទលំហាត់របស់យើងបាទលំហាត់ចូលធ្វើបទបង្ហាញខ្លីមួយអំពីការឃោសនាផលិតផលមួយប្រាប់មិត្តភ័ក្តិរបស់អ្នកដោយមើលតាមគំរូខាងលើបាទអញ្ចឹងគេឲ្យយើងធ្វើបទបង្ហាញបាទខ្លីមួយអំពីការឃោសនាផលិតផលមួយស្អីក៏បានដែរបាទឧទាហរណ៍ថាបើសិនយើងអ្នកការអ្នកអីចឹងបាទយើងអាចឃោសនាលក់ផលិតផលរបស់យើងមានក្រូចមានចេកអីចឹងណាបាទប្រាប់មិត្តភ័ក្តិរបស់អ្នកដោយមើលតាមគំរូខាងលើបាទគំរូខាងលើពីអត្ថបទបង្ហាញរបស់គេមិញអំពីត្បូងខ្មែរមិញណាគឺគេឲ្យយើងធ្វើបទបង្ហាញផលិតផលមួយរបស់យើងហ្នឹងបាទតាមរបៀបលំនាំរបស់គេអញ្ចឹងណាតោះឥឡូវបាទតើពីកូនបានអានសំណួរបានអានលំហាត់រួចហើយអញ្ចឹងកូនរៀនឆ្លើយមកណាបាទហើយលោកគ្រូក៏មានចម្លើយគ្រោងទុកផងដែរបាទសម្រាប់កូនទាំងអស់គ្នាក៏ប៉ុន្តែកូនមិនអាចយកចម្លើយទាំងនេះយកទៅចម្លងទុកឆ្លើយនៅសាលារៀនទេបាទអញ្ចឹងកូនអាចមើលវីដេអូរបស់លោកគ្រូបានរួចហើយកូនអាចយកនៅចំណេះដឹងនេះបាទចម្លើយទាំងនេះបាទសម្រាប់ទៅបង្ហាញនៅសាលាក៏ប៉ុន្តែមិនមែនចម្លងហើយអានយកទេណាកូនបាទគឺត្រូវចងចាំអញ្ចឹងកូនអានដឹងថាអូចម្លើយរបស់វាគឺអញ្ចេះអញ្ចឹងពេលដែលអ្នកគ្រូឬក៏លោកគ្រូគាត់សួរគឺកូនបានរៀនរួចហើយដឹងនៅចម្លើយដឹងនៅសំណួរអញ្ចឹងកូនអាចបាទអាចងាយស្រួលអាចងាយយល់បាទហើយណាមួយគឺកូនអាចរៀនមុនណាចង់និយាយថារៀនមុនអំណានពេលដែលលោកគ្រូអ្នកគ្រូនៅសាលាគាត់បរៀនអញ្ចឹងមានថាកូនរៀនជាមួយលោកគ្រូកូនរៀនមុនហើយកូនអាចឆ្លើយនៅសំណួរនឹងបានមុនណាបាទតោះអញ្ចឹងចម្លើយរបស់យើងបាទអំណានពីបទបង្ហាញអំពីផលិតផលត្បូងខ្មែរសំណួររបស់យើងមាន5ណាសំណួរទី1គឺសួរថាតើរមណីយដ្ឋានផ្អោកមានលក់អ្វីខ្លះតោះអញ្ចឹងយើងលេខមើលចម្លើយរបស់យើងរមណីយដ្ឋានផ្អោកមានលក់ដូចជាលក់ត្បូងខ្មែរប្រងព្រាតគ្រប់ម៉ូដចម្រុះពណ៌ជះពន្លឺប្លែកៗបាទពន្លឺនេះថែមស្រអ៊ឺណាមិនមែនស្រអីទេគឺស្រអ៊ឺបាទមិនចាញ់ត្បូងបាទនាំចេញពីប្រទេសក្រៅហើយតម្លៃទាបសោតក៏ថោកសមរម្យបាទហ្នឹងគឺជាចម្លើយទី1តែសំណួរទី2គឺសួរថាម៉េចបាទតើត្បូងទាំងនោះមានគុណភាពដូចម្តេចបាទតោះអញ្ចឹងយើងមើលចម្លើយត្បូងទាំងនោះមានគុណភាពល្អដែលទទួលបានការគាំទ្រនិងកោតសរសើរពីគុណភាពនៃត្បូងនិងស្នាដៃច្នៃត្បូងរបស់ប្រជាជនខ្មែរបាទនេះគឺជាចម្លើយទី2ហើយចម្លើយទី3កន្លែងនេះគេបង់លេខខុសណាហេតុអ្វីបានជាត្បូងនៅរមណីយដ្ឋានផ្អោកមានគុណភាពល្អបាទតោះអញ្ចឹងយើងមើលចម្លើយទី3បានជាត្បូងនៅរមណីយដ្ឋានផ្អោកមានគុណភាពល្អព្រោះជាត្បូងសុទ្ធល្អពីធម្មជាតិមានពន្លឺចិញ្ចាចចិញ្ចៃបាទសំណួរទី4ហេតុអ្វីបានជាត្បូងនៅទីនោះលក់ក្នុងតម្លៃថោកសមរម្យបាទតោះបានជាត្បូងនៅទីនោះលក់ក្នុងតម្លៃថោកសមរម្យព្រោះនៅទីនោះសម្បូរទៅដោយត្បូងគ្រប់ប្រភេទជាច្រើន
និងមានដាក់តាំងលក់ប្រងព្រាតនៅក្នុងរមណីយដ្ឋាននោះបាទតោះអញ្ចឹងសំណួរទី5តើអ្នកគូសម្រេចចិត្តដូចម្ដេចបើត្បូងខ្មែរនិងត្បូងនាំចូលពីបរទេសមានគុណភាពប្រហាក់ប្រហែលគ្នាបាទអញ្ចឹងកូនសាក់ឆ្លើយសិនមើលកូនតើកូនសម្រេចចិត្តដូចម្ដេចបើសិនជាត្បូងរបស់ខ្មែរយើងហើយនឹងត្បូងដែលនាំចូលពីក្រៅប្រទេសចូលមកណាហើយគុណភាពរបស់វាប្រហាក់ប្រហែលគ្នាឥឡូវកូនគូតែទិញរបស់ខ្មែរយើងឬក៏ទិញរបស់បាទបរទេសឥឡូវកូនសាក់ឆ្លើយមើលណាបាទរៀនឆ្លើយសិនមកបាទអញ្ចឹងលោកគ្រូមានតែចម្លើយគ្រោងទុកមួយបាទអញ្ចឹងកូនមើលចម្លើយទាំងអស់គ្នាបាទបើត្បូងខ្មែរនិងត្បូងនាំចូលពីបរទេសមានគុណភាពប្រហាក់ប្រហែលគ្នាយើងគូនាំគ្នាគ្រប់គ្រងនិងប្រើប្រាស់ផលិតផលរបស់ខ្មែរយើងព្រោះវាជួយលើកតម្កើងជីវភាពប្រជាជននៅទីនោះក៏ដូចជាលើកតម្កើងរបស់ផលិតផលិតផលណាផលិតផលជាតិខ្លួនដែរចាអញ្ចឹងយើងមើលលំហាត់របស់យើងវិញម្ដងលំហាត់របស់យើងគេឲ្យធ្វើអីគេបាទលំហាត់ចូលធ្វើបទបង្ហាញខ្លីមួយអំពីការឃោសនាផលិតផលមួយប្រាប់មិត្តភ័ក្តិរបស់អ្នកដោយមើលតាមគំរូខាងលើបាទតោះអញ្ចឹងឥឡូវកូនសាអាននៅការឃោសនារបស់គេនេះណាពីផលិតផលតម្បាញសូត្រចាការឃោសនាពីផលិតផលតម្បាញសូត្រស្រុកព្រៃកប្បាសខេត្តតាកែវជាតំបន់មួយដែលមានការរីកចម្រើនខ្លាំងក្នុងវិស័យតម្បាញសូត្រជាពិសេសហូលផាមួងក្រមាជាដើមក្រៅពីរបរធ្វើស្រែប្រជាជនក្នុងស្រុកព្រៃកប្បាសបានប្រកបរបរតម្បាញតាំងពីយូរយារណាស់មកហើយឯការច្នៃម៉ូដនិងស្នាដៃតម្បាញមានលក្ខណៈប៉ិនប្រសប់ជាងតំបន់ផ្សេងៗក្នុងប្រទេសនៅតាមភូមិនីមួយៗមានកីតម្បាញសូត្រជាច្រើនដែលកំពុងដំណើរការឯនៅផ្សារក្បែរនោះវិញមានដាក់លក់ហូលផាមួងក្រមាដែលត្បាញអំពីសូត្រចម្រុះពណ៌ដែលមានតម្លៃសមរម្យអតិថិជនដែលបានមកទិញផលិតផលអំពីសូត្រនៅតំបន់នេះតែងតែកោតសរសើរពីគុណភាពនិងស្នាដៃថាពិតជាល្អមែនបាទអញ្ចឹងកូនទាំងអស់គ្នាបានរៀនរួចហើយក៏បានដឹងនៅចម្លើយដែរហើយកូនទាំងអស់គ្នាបានអានជាមួយលោកគ្រូម្ដងហើយម្ដងទៀតបាទជាមួយនឹងវីដេអូរបស់លោកគ្រូរួចហើយកូនបាទមើលនៅចម្លើយរួចហើយចងចាំនឹងចម្លើយណាបាទដើម្បីត្រៀមចម្លើយទៅឆ្លើយនៅថ្ងៃស្អែកឬថ្ងៃដែលកូនទៅរៀននៅឯសាលារៀនប៉ុន្តែមិនមែនឲ្យកូនចម្លងទេណាគឺកូនត្រូវចងចាំបន្ទាប់ពីកូនបានឃើញចម្លើយបានអីរួចហើយគឺកូនត្រូវចងចាំហើយលោកគ្រូក៏សូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់កូនទាំងអស់គ្នាហើយក៏សូមអរគុណទៅដល់អាណាព្យាបាលទាំងអស់គ្នាដែលបានលើកទឹកចិត្តកូននិងជួយជំរុញកូនឲ្យរៀននៅផ្ទះបន្ថែមជាមួយនឹងវីដេអូរបស់ខ្ញុំបាទអញ្ចឹងខ្ញុំបាទសូមអរគុណច្រើនបាទសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណបាទខ្ញុំបាទសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទហើយកុំភ្លេចជួយចុចពាក្យ Subscribe នៅលើ Channel របស់ខ្ញុំបាទដើម្បីទទួលបាននូវវីដេអូសិក្សាជាបន្ថែមទៀតបាទសូមអរគុណ